សួស្តីអ្នកទាំងអស់គ្នាភាគបន្តនេះយើងនឹងចូលដល់ការប្រើប្រាស់ any បើយើងប្រើជាភាសាខ្មែរយើងប្រើថាខ្លះឬក៏មួយចំនួនណាតើយើងប្រើប្រាស់ any ដូចម្ដេច How do we use any ចា any we use it negative sentence you know what does it mean negative sentence negative sentence ចង់សំដៅទៅលើប្រយោគបដិសេធណាប្រយោគបដិសេធជាភាសាខ្មែរឥឡូវយើងសង្កេតទៅលើការប្រើប្រាស់ឧទាហរណ៍ខាងក្រោមទី1 I don't have any money អញ្ចឹងប្រយោគនេះគឺចង់សំដៅទៅលើប្រយោគ negative ណាអូខេបានន័យថាខ្ញុំអត់មានលុយខ្លះទេណា one more thing they didn't buy anything for me បានន័យថាពួកគេអត់បានទិញអ្វីសម្រាប់ខ្ញុំទេអូខេ negative ណា she never drink any juice អូខេ juice one more example I didn't find any problem and you know about how you sing any we use with both count and uncountable noun ណាបើន័យថា any យើងប្រើបានដូចសាមដែរគឺទាំងនាមរាប់បាននិងនាមរាប់មិនបានអូខេអញ្ចឹងចូលកលេចមើលកន្លែងណាជានាមរាប់បានកន្លែងណាជានាមរាប់មិនបានអូខេ I don't have any money អញ្ចឹងកន្លែង money យើងចង់សំដៅទៅលើអូខេ uncountable noun ណាអូខេមួយទៀត they didn't buy anything for me បានន័យថានាងអត់បានទិញអីឲ្យខ្ញុំទេ anything ណា anything បានន័យថានាមរាប់បានអត់អូខេជា thing គឺ refer to uncountable noun មួយទៀត she never drink any juice refer to uncountable noun too and after I didn't find any problem so problem in here we refer to count noun yeah okay count noun okay អញ្ចឹងការប្រើប្រាស់ any ភាគទី1ត្រូវបានបញ្ចប់បន្តិចទៀតយើងនឹងបន្តដល់ការប្រើប្រាស់ any ជាមួយនឹងប្រយោគសំណួរម្ដងនឹងអរគុណច្រើន thank you